Căn mình hông trim xóa cung đầy cùប្រកួតមកពីខាងទ្វីបបារាំងប្រិយមិត្តបងប្អូនគឺកីឡាករអំបីសាំដែលជាជើងខ្លាំងមួយរូបហើយជាម្ចាស់ខ្សែក្បាត់ WBC ផងដែរហើយកីឡាករអំបីសាំនេះគឺជាកីឡាករមួយរូបដែលជាសិស្សប្អូនរបស់អូម៉ាសាំដែលជាជើងខ្លាំងបារាំងជើងខ្លាំងបារាំងហាត់គុនខ្មែរដែលប្រកួតនៅធ្លាប់ប៉ះជាមួយកីឡាករគុនខ្មែរនេះខ្មៅជើងល្វៃនៅប្រទេសបារាំងប្រិយមិត្តបងប៉ុន្តែសំខាន់ឥឡូវនេះសិស្សប្អូនរបស់ខាងកីឡាករអូម៉ាសាំគឺអំបីសាំនេះគឺគាត់បានមកប្រកួតនៅប្រទេសកម្ពុជាប៉ះជាមួយនឹងកីឡាករកាន់មិញហងហើយបងប្អូនហើយកីឡាករប្អូនអូម៉ាសាំនេះគឺកាលមុនគឺលោកគ្រូពេជ្រសុផាន់គាត់បានផ្គត់ផ្គង់ឲ្យប៉ះជាមួយនឹងកបៃប្រៃពេជ្រសម្បត្តិប៉ុន្តែឥឡូវនេះគឺមកសាកជាមួយនឹងកីឡាករកាន់មិញហងសិនព្រោះមកវឹកមុនគឺខាងលោកគ្រូពេជ្រសុផាន់គាត់បានខលនិយាយសារសងជាមួយនឹងខាងលោកគ្រូសៀងហៃប្រិយជនបងប្អូនប៉ុន្តែកាលនោះគឺខាងលោកគ្រូសៀងហៃគាត់ថានឹងយកកីឡាករអំបីសាមនេះគឺមកប្រកួតនៅប្រទេសកម្ពុជាដើម្បីប៉ះជាមួយនឹងកបៃប្រៃពេជ្រសម្បត្តិប៉ុន្តែឥឡូវនេះគឺខាងកីឡាករអំបីសាមនេះគាត់មកប្រកួតប៉ុន្តែប៉ះជាមួយនឹងកាន់មិញហងពិតជាមិនធម្មតាហើយកីឡាករកាន់មិញហងប៉ះគោញាក់សាច់ដែរបងប្អូនក៏មិនលំដែរកីឡាករកាន់មិញហងគាត់ជាកីឡាករដែលវាម៉ាត់ធ្ងន់ហើយវាច្បាស់គឺក្បាច់ចែកទេសថ្មីមិនថា kickboxing ឬគុនខ្មែរកីឡាករមុខនេះចេះទាំងអស់បងប្អូនពិតជាធម្មតាហើយអាវុធគាត់ចេះគ្រប់គ្រឿងហើយពិសេសគឺក្បាច់ពិសេសដែលលោកគ្រូភូមិសរាយប្រហាត់គឺកាន់មិញហងបញ្ចេញនៅលើសង្វៀនគឺល្អខ្លាំងតែបងប្អូនក្បាច់របស់គាត់គឺអែមអាវុធចេញមកធ្ងន់ប៉ុន្តែប្រវត្តិប្រកួតរបស់កីឡាករអំបីសាមដែលបងប្អូនអូម៉ាសាមនេះក៏មិនធម្មតាដែរបងប្អូនយូរប្រកួតម្ដងប៉ុន្តែគេប៉ះស្ទែលដាប់ប្រកួតមិនមែនលំលោកមៀងបងប្អូនហើយការប្រកួតកីឡាកររបស់អំបីសាមបងប្អូនអូម៉ាសាមនេះគឺមកលើប្រទេសកម្ពុជាយើងនេះគឺជាការប្រកួតលើកទី1បងប្អូនប៉ះនឹងកាន់មិញហងនេះនឹងតិចញាក់សាច់ហើយការប្រកួតនេះគឺប្រកួតគីឡូ57គីឡូត្រាំបងប្អូនពិតជាញាក់សាច់ហើយការប្រកួតគឺនៅថ្ងៃទី14ខែមេសាឆ្នាំ2025ចាប់ពីវេលាម៉ោង7កន្លះល្ងាចតទៅហើយការប្រកួតនេះគឺនៅទីលានដេជោឆ្នេរកន្ទុយនៀកភូមិ4សង្កាត់លេខ4ក្រុងព្រះសីហនុខេត្តព្រះសីហនុការប្រកួតដងតញ្ញាសាច់ប្រិយមិត្តបងការប្រកួតរវាងគុនខ្មែរនិងបារាំងហាត់គុនខ្មែរប៉ះលើកនេះគឺកាន់មិញហងជួបរបស់ពិតហើយរៀងយ៉ាប់យើងដែរអាវុធគេល្អម្យ៉ាងដែរបងប្អូនគេចេះគ្រប់គ្រឿងហើយនិយាយទៅគេជាម្ចាស់ខ្សែក្បាត់ WBC ផងដែរហើយក្នុងមហាព្រឹត្តិការណ៍ការប្រកួតគុនខ្មែរប៉ះបារាំងធ្វើឡើងដោយខាងទឹកសុទ្ធកម្ពុជានេះគឺមានការប្រកួតវីដើមខ្សែក្បាត់ WBC ផងដែរគឺនៅក្នុងនោះគឺមានកីឡាករគុនខ្មែរចូលរួមប្រកួតវីដើមខ្សែក្បាត់ WBC ប៉ុន្តែអត់ទាន់ចេញថាកីឡាកររូបណាជាអ្នកដើមទេប៉ុន្តែខាងអង្គការស្រីអត់ទាន់ផុសអញ្ចឹងហ្នឹងបងការវីដើមខ្សែក្បាត់ WBC ហើយលើកនេះស្ទើរតែខ្លាំងចូលរួមប្រកួតហើយថ្ងៃមានតែព័ត៌មានប៉ុន្តែចែកជូនបងប្អូនកុំភ្លេចចុច Subscribe អ្នកមួយផុសស្អាតដឹងនៅបានព័ត៌មានថ្មីចែកជូនបងប្អូនទស្សនាជារៀងរាល់ថ្ងៃ